សួស្តីសូមសួរបងប្អូនមួយតើចូលចិត្តកោះអីជាងគេបាទសម្រាប់ខ្ញុំចូលចិត្តកោះមាន់ជាងកោះទាជ្រក់ជើងមាន់ឆ្ងាញ់ជាងជ្រក់ជើងទាចេះតែផ្ដេសតែផ្ដាច់អញ្ចឹងណាអូខេបាទតែប៉ិននិយាយលេងទេគ្រាន់តែបើកក្បាល VOD វីដេអូមកអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថា Trivet Me នឹងនាំអារម្មណ៍របស់អ្នកទាំងអស់គ្នាទៅលេងឯណានោះមែនអត់គឺយើងទៅលេងទន្លេមេគង្គមែនទេគឺយើងទៅលេងកោះរ៉ុងឯងព្រោះខានទៅរៀងយូរដែរហើយក៏រៀងខ្វះវីតាមីនពីសមុទ្រអីអញ្ចឹងណាអ្នកទាំងអស់គ្នាពេលជិះទូកអញញឹមញែមអក៏ខិតខំព្រោះបានទៅលេងសមុទ្រណាការធ្វើដំណើរបកោះរ៉ុងយើងចំណាយពេលប្រហែលជាត្រឹមតែកន្លះម៉ោងអីហ្នឹងគឺយើងមកដល់ស្រេចមកដល់ហើយយើងដើរតាំងទៅស្ពីកបោកផាអែ2 3ធ្ងន់ដែរហ្នឹងណាគ្មានវលីដាក់អស់អីទេគ្រាន់តែមកដល់ហ្នឹងត្រូវវាចេញមកស្វាគមន៍យ៉ាងប្រុងប្រៀតពីមុនគឺមកលេងកោះរ៉ុងដែរអ្នកទាំងអស់គ្នាក៏ប៉ុន្តែមិនដែលមកលេងឆ្នេរឡុងសិតនេះទេគឺធ្លាប់តែនៅខាងឆ្នេរកោះតូចខាងនោះណាអត់ដែលបានដើរមកដល់ឆ្នេរឡុងសិតនេះទេព្រោះថាកោះរ៉ុងរៀងធំដែរបដៅវាចំណាយពេលរៀងយូរគ្រាន់តែមកដល់ឃើញសមុទ្រឃើញឆ្នេរហ្នឹងចង់លេងបាត់ហើយបងប្អូនអើយហើយម្លេងនេះពេលយប់ឡើងខ្ញុំមិនមែនដើរដេកតាមឆ្នេរតាមអីទេណាបងប្អូនគឺខ្ញុំបាន booking កក់កន្លែងគេងកន្លែងអីត្រឹមត្រូវនឹងគេដែរតែឲ្យតែម្លេងមិនសូវបានគេងបានអីប្រហែលទេគឺច្រើនតែអង្គុយដល់យប់ជ្រៅព្រោះយើងមិនមែនមករាល់ថ្ងៃទេណាហើយព្រលឹមតនេះគឺងើបមកមើលថ្ងៃរះបាត់ហើយទឹកអាំងនេះយើងអាចញ៉ាំបានចាំញ៉ាំក៏ញ៉ាំទៅចង់និយាយថាទឹកអាំងនេះគឺយើងអាចលេងកំសាន្តបានណាអូខេខ្ញុំកំពុងតែដើរតាំងទៅរកកន្លែងបិទបាំងសម្រាប់យើងស្នាក់នៅអ្នកទាំងអស់គ្នាកន្លែងគេងរបស់ខ្ញុំគឺមិនឆ្ងាយទេនៅនឹងចិត្តឆ្នេរតែម្ដងចិត្តអញ្ចឹងឯងស្រួលបើយើងស្វឹងអីយើងអាចវាពីឆ្នេរចូលដេកបានលឿនហ្មងបានមកដល់ក្នុងបន្ទប់គេងហើយភាគច្រើនវីដេអូរបស់ខ្ញុំគឺតែងតែថតកន្លែងគេងឲ្យបងប្អូនបានឃើញណាដោយសារតែចង់បង្ហាញបងប្អូនចែករំលែកថាកន្លែងហ្នឹងគឺមានលក្ខណៈយ៉ាងម៉េចដែរគឺងាយស្រួលសម្រាប់បងប្អូនខ្លះដែលមិនធ្លាប់បានមកលេងគឺគាត់អាចសម្រេចចិត្តនៅក្នុងការជ្រើសរើសអញ្ចឹងបានកន្លែងដែលខ្ញុំគេងនេះគឺដូចបងប្អូនបានឃើញស្រាប់អញ្ចឹងគឺអញ្ចឹងបាទហើយសម្រាប់បន្ទប់ទឹកវិញរៀងធំទូលាយដែរដោយឡែកកន្លែងងូតទឹកគឺគេធ្វើបែបលក្ខណៈ outdoor អ្នកទាំងអស់គ្នាដែលយើងអាចងូតទឹកមើលព្រៃព្រឹក្សាមើលជាមួយនឹងដើមឈើនៅខាងក្រៅបាទគឺលក្ខណៈធម្មជាតិពិតតែម្ដងហើយកុំភ័យគ្មានអ្នកណាលួចមើលយើងទេក្រៅពីដើមឈើណាបងប្អូនដើមឈើនៅនឹងខូចទេអ្នកទាំងអស់គ្នាតែងូតទឹកស្រាតអីនឹងដើមឈើលួចមើលខ្ទេចអូខេគ្រាន់តែមកដល់រៀបអីវ៉ាន់ទុកដាក់ហើយនឹងគឺបញ្ញាប់ចេញទៅខាងក្រៅដើម្បីលេងទឹកសមុទ្រតែម្ដងពេលល្ងាចអញ្ចឹងទឹកសមុទ្ររៀងបន្តិចដែរហើយអ្នកទាំងអស់គ្នាបំណងមួយមកលេងសមុទ្រនេះគឺមហាថ្ងៃឲ្យខ្មៅក្រឹបដូចកបីណាបងប្អូនព្រោះរាល់ថ្ងៃហ្នឹងស្បែករៀងខ្មៅដែរក៏ប៉ុន្តែមិនទាន់ខ្មៅដូចកបីទេបាទចង់ឲ្យខ្មៅតែម្ដងធម្មតាទេសម្រាប់អ្នកដែលខ្លាចខ្មៅគេលាប sunscreen សានអីអញ្ចឹងណាតែខ្ញុំចង់ខ្មៅមិនបាច់លាបមិនបាច់អីទេសម្រាប់បរទេសពេលមកលេងសមុទ្រមកលេងអីអញ្ចឹងគេគេងហាលថ្ងៃគេដើរក្រោមកម្ដៅថ្ងៃស្លៀកពាក់សិចស៊ីគេអត់ខ្លាចខ្មៅទេតែសម្រាប់យើងណាជាពិសេសគឺស្រីបាទគឺខ្លាចខ្មៅមែនទែនអ្នកសគេចង់បានខ្មៅអ្នកខ្មៅគេចង់បានសផ្ទុយគ្នាពេញហ្នឹងបាទខ្ញុំជឿថាបងប្អូនដែលមកលេងសមុទ្រដំបូងប្រកាសជាដូចខ្ញុំគឺមកភ្លក់ទឹកសមុទ្រចង់ដឹងថាប្រៃដូចគេថាមែនអត់អាហ្នឹងគឺជាការពិតណាចុះលេងចុះមុនអញ្ចឹងក៏លិតហើយពេលខ្លះលួចផឹកទៀតណាហើយចុះអ្នកណាគេទៅផឹកទឹកសមុទ្រហ្នឹងហើយតាំងនិយាយថាប្រៃដូចគេថាមែនតាធម្មតាទេរឿងអីក៏ដោយឲ្យតែវាដំបូងសម្រាប់យើងគឺវាប្លែកសម្រាប់យើងហើយកោះរ៉ុងធំហើយមានឆ្នេរច្រើនឆ្នេរដែលយើងកំពុងតែមកលេងនេះគឺឆ្នេរឡុងសិតគឺមានទេសភាពស្អាតដែរបងប្អូនទាំងអស់គ្នាបងប្អូនខ្លះមកលេងកោះរ៉ុងឡើងសឹកឲ្យដឹងបងប្អូនទាំងអស់គ្នាចូលចិត្តមកលេងកោះរ៉ុងដោយសារមូលហេតុអីសម្រាប់ខ្ញុំចូលចិត្តមកលេងកោះរ៉ុងដោយសារតែខ្ញុំចង់មកលេងបាទហ្នឹងហើយគឺជាហេតុផលមកលេងដោយសារតែចង់មកលេងហើយបើបន្ថែមលើពីនឹងទៀតដោយសារតែទីនេះមានទេសភាពស្អាតមានឆ្នេរខ្សាច់ពណ៌សនិយាយរួមគឺមានអារម្មណ៍ល្អនៅពេលដែលបានមកលេងហើយបើយើងបានមកជាមួយមនុស្សដែលយើងចង់មកជាមួយទៀតគឺកាន់តែសប្បាយមែនទែនហើយបើថាយើងមានមិត្តភ័ក្តិចែករំលែកផ្លាស់ប្ដូរគំនិតយោបល់គ្នាទៅវិញទៅមកshare រឿងល្អៗជាមួយគ្នាបង្កើតភាពរីករាយជាមួយគ្នាគឺកាន់តែល្អហ្មងអញ្ចឹងសម្រាប់មិត្តភ័ក្តិហ្នឹងគឺ mention គ្នាមកលេងសប្បាយជាមួយគ្នាបង្កើតភាពរីករាយជាមួយគ្នាเนาะអារម្មណ៍ខ្ញុំពេលដែលមកលេងកោះគឺចង់បានកោះណាដែលមានដើមដូងនៅតាមមាត់ឆ្នេរពេលដែលឃើញដើមដូងនៅមាត់ឆ្នេរមានអារម្មណ៍ថាស្អាតអ្នកទាំងអស់គ្នាហើយមានជាមួយនឹងឆ្នេរខ្សាច់សក្បុសមកទៀតគឺកាន់តែស្អាតមែនទែននេះឃើញទិដ្ឋភាពអញ្ចឹងអីថតរូបស្អាតណាបងប្អូន
កោះរ៉ុងនាពេលបច្ចុប្បន្នឃើញថាកំពុងតែមានការអភិវឌ្ឍជាបន្តបន្ទាប់អញ្ចឹងនៅពេលខាងមុខប្រកាសជាមានអ្វីផ្សេងៗជាច្រើនសម្រាប់ភ្ញៀវទេសចរទាំងអស់គ្នាណាបើតាមព័ត៌មានបានចុះផ្សាយនៅពេលខាងមុខកោះរ៉ុងនឹងមានព្រលានយន្តហោះមជ្ឈមណ្ឌលកម្សាន្តបែបអន្តរជាតិទីលានវាយកូនហ្គោលផែបណ្តែតទឹកស្ពានសណ្ឋាគាររីសតទំនើបលំដាប់ផងដែរអញ្ចឹងអ្វីគ្រប់យ៉ាងគឺមិននៅដដែលទេគឺតែងតែមានការអភិវឌ្ឍទៅមុខ អូខេអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូដំណើរកម្សាន្តមកកាន់កោះរ៉ុងពីឆ្នេរឡង់សិតរបស់ Trivin Me នៅវីដេអូក្រោយយើងនឹងបង្ហាញជូនឆ្នេរផ្សេងទៀតរបស់កោះរ៉ុងឲ្យបងប្អូនទស្សនាជាបន្តពេលនេះសូមអរគុណបាយបាយ